ម្នាក់ស្រីនៅក្នុងរូបនេះគឺគាត់ត្រូវបានគេយកសារស័ព្ទគាត់ញាត់ចូលទៅក្នុងតុក្កតា Kitty នេះហើយអ្នកនរគ្នាធ្លាប់តែស្គាល់តុក្កតា Hello Kitty ថាតែនេះគឺជារឿងក្តី Hello Kitty ហើយរឿងក្តីហ្នឹងគឺកើតឡើងនៅឆ្នាំ1999នៅហុងកុងហើយជនរងគ្រោះនៅក្នុងរឿងក្តីហ្នឹងគឺឈ្មោះថា Fan Manji ហើយខ្ញុំសូមទោសផងបើសិនខ្ញុំហៅឈ្មោះជនរងគ្រោះខុស Fan Manji គឺគាត់កើតនៅក្នុងឆ្នាំ1976គាត់ត្រូវបានក្រុមគ្រួសារគាត់បោះបង់គាត់ចោលតាំងពីគាត់នៅក្មេងហើយបន្ទាប់មកក៏គាត់បានចូលទៅនៅក្នុងមណ្ឌលកុមារកំព្រាតែនៅពេលដែលគាត់អាយុ5-10ឆ្នាំហ្នឹងគឺគាត់ត្រូវបានចាញ់ពីមណ្ឌលកុមារកំព្រាដោយសារនៅក្នុងមណ្ឌលកុមារកំព្រាហ្នឹងគឺគេឲ្យក្មេងត្រឹមតែអាយុ5-10ឆ្នាំនៅអញ្ចឹងហើយពេលដែលគាត់ចេញពីមណ្ឌលកុមារកំព្រាហ្នឹងគឺគាត់ homeless គឺគាត់មានផ្ទះអត់មានអីទេហើយក៏គាត់តួច្រកក៏គាត់ត្រូវធ្វើជានារីបម្រើផ្លូវភេទនៅតាមផ្លូវដោយអ្នកហៅភ្ញៀវតាមផ្លូវអញ្ចឹងរហូតដល់គាត់មានអាយុ21ក៏គាត់បានចូលធ្វើការនៅក្នុងបនស្រីមួយកន្លែងហើយមិនយូរប៉ុន្មានហ្នឹងគឺគាត់បានរៀបការជាមួយភ្ញៀវម្នាក់របស់គាត់ហើយពេលដែលគាត់រៀបការហ្នឹងគឺប្តីគាត់គឺជាមនុស្សដែលអព្យុស្គាត់ចូលចិត្តប្រើអំពើហិង្សាលើគាត់អញ្ចឹងរហូតដល់គាត់មានកូនមួយហើយគាត់បានសម្រាលកូននៅក្នុងខែ11ឆ្នាំ1998គឺមុនពេលដែលគាត់ស្លាប់តាំងទីគេហើយនៅពេលដែលគាត់កើតកូនហើយគឺគាត់ឈប់ធ្វើជាអ្នកបម្រើផ្លូវភេទហើយគឺគាត់ធ្វើការជាអ្នកទទួលភ្ញៀវធម្មតានៅក្នុងខារ៉ាអូខេមួយកន្លែងនៅក្នុងហុងកុងហ្នឹងហើយកន្លែងខារ៉ាអូខេហ្នឹងហើយគឺជាកន្លែងដែលគាត់ជួបជនដៃដល់អូខេអញ្ចឹងមុននឹងខ្ញុំនិយាយតខ្ញុំសូមផ្សាយពាណិជ្ជកម្មមួយសិនអ្នកទាំងអស់គ្នាដឹងអត់ថាអ្នកគីមីវិទ្យាខាង skin care ហ្នឹងគឺគាត់បានរកឃើញសារធាតុល្អៗច្រើនមែនតើមកធ្វើ skin care ឲ្យយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងហើយមួយនៅក្នុងចំណោមសារធាតុល្អៗហើយកម្រដែលអ្នកវិទ្យាសាស្ត្ររកឃើញមកធ្វើ skin care ឲ្យយើងហ្នឹងគឺផ្កាអាផៃរ៉ូនេះគឺជារូបភាពផ្កាអាផៃរ៉ូអាកាពណ៌មានពណ៌ផ្កាឈូកហ្នឹងណាអ្នកទាំងអស់គ្នាហើយផ្កាអាផៃរ៉ូនេះដែរគឺជាផ្កាមួយដែលកម្រដែលគេរកឃើញនៅជើងភ្នំតកកនៅតាមប្រទេស Switzerland ហើយផ្កានេះដែរក៏ទទួលបានពាននៅក្នុងឆ្នាំ2021គឺជាសារធាតុផ្សំដែលល្អសម្រាប់ធ្វើ skin care ហើយថ្ងៃហ្នឹងក៏ខ្ញុំចង់ណែនាំផលិតផលមួយដែលផ្សំឡើងពីផ្កាអាផៃរ៉ូនោះគឺ Mass Stem Cell Lacamo និយាយទៅ Mass Stem Cell Lacamo នេះគឺផ្សំឡើងពី stem cell របស់ផ្កាអាផៃរ៉ូហើយនឹងសារធាតុផ្សំផ្សេងៗល្អច្រើនមែនទែនហើយវាក៏មានមុខងារនិងអត្ថប្រយោជន៍ច្រើនដែរដូចជាបំពន់ស្បែកមុខយើងធ្វើឲ្យស្បែកមុខយើងតឹងភ្លឺថ្លារលោងហើយធ្វើឲ្យស្បែកមុខយើងហ្នឹងក្មេងជាងវ័យហើយអីដែលសំខាន់ពី Mass Stem Cell Lacamo ហ្នឹងគឺវាជួយទប់ស្កាត់ការឡើងមុនទៀតអ្នកទាំងអស់គ្នាហើយបើសិនជាបងណាដែលគាត់ចង់បានស្បែកមុខភ្លឺថ្លាបាត់មុនបាត់ស្នាមអីគឺបងអាចជ្រើសរើសសាកប្រើ Mass Stem Cell Lacamo បានតោះអ្នកទាំងអស់គ្នាយើងតសាច់រឿងយើងវិញនៅពេលដែល Fan Manji ជាប់ជន់ដៃដល់ហ្នឹងគឺគាត់បានលួចកាបូបជន់ដៃដល់ហើយលុយនៅក្នុងកាបូបហ្នឹងគឺមាន$4000ហុងកុងដែលស្មើនឹង$500អាមេរិកតែសំណាងខកគឺជន់ដៃដល់ហ្នឹងគឺគាត់បានដឹងថា Fan Manji ហ្នឹងលួចកាបូបហើយជន់ដៃដល់ហ្នឹងគឺមានឈ្មោះថា Chan Manlop ដែលកើតនៅថ្ងៃទី17ខែ5ឆ្នាំ1965គឺនៅពេលដែលគាត់ដឹងហ្នឹងគឺគាត់គំរាម Fan Manji ហ្នឹងថាត្រូវតែសងកាបូបគាត់វិញហើយគាត់ទារសំណង$10000ហុងកុងដែលស្មើនឹងលុយ$1280អាមេរិកដល់ពេលឲ្យ Fan Manji ក៏គាត់ភ័យគាត់ឲ្យកាបូបវិញអញ្ចឹងទៅប៉ុន្តែគាត់សុំពេលដើម្បីរកលុយដើម្បីសងសំណងជំនឿចិត្តទៅជន់ដៃដល់ហ្នឹងណាបន្ទាប់ពីមួយថ្ងៃពីរថ្ងៃក្រោយហ្នឹងគឺជន់ដៃដល់ហ្នឹងគឺអត់ព្រមទេមកចាប់ Fan Manji ហ្នឹងទៅឃុំនៅក្នុងអាផាតមិនដែលគាត់ជួលទុកហើយគ្នាគាត់ហ្នឹងមាន3នាក់និយាយទៅគ្នាគាត់គឺមាន3នាក់មាន Chan Manlop នឹងមួយលងវៃលុនមួយហើយលងស៊ីនឈូមួយនិយាយទៅខ្ញុំអត់ប្រកាសហៅឈ្មោះគាត់ទេគឺពិបាកហៅមែនតើចង់អធិស្ឋានផងហើយបន្ទាប់ពីគាត់ចាប់ Fan Manji នឹងមកគឺគាត់ឃុំ Fan Manji ទុកនៅក្នុងអាផាតមិនអញ្ចឹងទៅហើយគាត់មិនធំតែឃុំអីគឺគាត់វាយដំជនរងគ្រោះនឹងទៀតនិយាយទៅគឺទុក Fan Manji ហ្នឹងគឺដូចបាយខ្សាច់ចឹងគាត់វាយផងគាត់ធាក់ផងគាត់ប្រើអំពើហិង្សាគ្រប់សពបែបយ៉ាងលើអញ្ចឹងហើយគឺមានថ្ងៃមួយហ្នឹងគឺគាត់ប្រើវាយ Fan Manji ហ្នឹងគឺដោយកំពង់ទីបណាអ្នកទាំងគ្នាកំពង់ទីបដែកហើយថែមទាំងទាត់ក្បាល Fan Manji ហ្នឹង50ដងទៀត50ដងទាត់ចំក្បាលហើយជើងរបស់ Fan Manji ហ្នឹងគឺអត់អាចដើរបានទេដោយសារ3នាក់ហ្នឹងគឺយកទៀនណាអាទៀនហ្នឹងអុចចឹងហើយមួយ plastic ក្តៅហ្នឹងយកមកអុចពេញជើងហ្មងអញ្ចឹងជើងគាត់គឺអត់អាចដើរបានទេហើយមិនធំប្រើពើហិង្សាប៉ុណ្ណឹងណាហើយគឺគាត់ថែមទាំងបង្ខំ Fan Manji ហ្នឹងឲ្យញ៉ាំលីម៉ូហើយផឹកទឹកនោមទៀតហើយនិយាយទៅគឺខូខើមែនតើហើយអាក្រក់ជួជាតិហ្មងហើយប៉ុណ្ណឹងអត់ទាន់អស់ទេគឺនៅពេលដែលគាត់វាយប្រើអំពើហិង្សាលើ Fan Manji ហ្នឹងគឺគាត់ឲ្យ Fan Manji ហ្នឹងឲ្យញ៉ាំហើយប្រាប់ថា enjoy មួយឲ្យគាត់ហ្នឹងវាយរបៀបអញ្ចឹងណាហើយអាណាទៅ enjoy បើវាយគ្នាម៉ងអីហើយជន3នាក់ហ្នឹងគឺបន្តធ្វើអញ្ចឹងជារឿយអញ្ចឹងទៅហើយលុយដែលFan Manji ជពាក់គាត់ហ្នឹងរឿងថ្លៃសំណងហ្នឹងគឺគាត់យក Fan Manji ហ្នឹងទៅទទួលបម្រើភ្ញៀវដើម្បីរកលុយឲ្យគាត់ទៀត
vậy tới cứ đang phở bị ai bo để dài ạc vẽ năng á quạt đuôi cứ quạt kho hay bấm tái có son với nhau vô lọt hay trong bạch phở bờn trong đặc như thời mà sân chỉ không quạt á đang lý hết cho vậy tai ní cứ video chua chiết vô mỏ haiประตูปีทั่วตลอดการมาประมาณเต้ฟันแมนยูคือกวาดมาแบบบางชีวิตhaiประตูปีปุ่นดังแทงกวาดแบบบางชีวิตจังเต้ากับปุ่นดังใบสาสักกวาดโดยการกับใจกับเชิงจังไงhaiบอมไหนเซนั่นคือวิโยกtừ ngào đồng bay cùng oi cái đơn à ta nhàn chẳng á cứ việc tục tà khốn của ba ở liền của ba nó hai thông minh muối hai khử khôn cứ việc chọn trâu từ khôn thằng là xây hai viên nhọt trâu tục tà Hello Kitty nằm ní nhà tao kia tục tà nằm cứ viên nhọt trâu khôn nằm mòn vậy tới cứ quậy khang khang mền tên hai bữa toa pì ở bì quạt họ khơi trong tới quạt của bạn chặt bay nhẹ nâng đã tục trong tờ hai nơi pe đại bì từ chặt ở chan màn lộc nâng á cứ quạt à bẹ nâng á cứ có bông tận nâng 14 hay nâng 1 côn choខ្លួនឯងមានប្រពន្ធមានកូនដែរខ្លួនឯងចេះស្រឡាញ់ប្រពន្ធកូនខ្លួនឯងចុះគេអត់ចេះស្រឡាញ់ប្រពន្ធកូនគេទៅធ្វើអញ្ចឹងដាក់គេហើយនិយាយទៅគឺខ្ញុំមិនអត់ហ្វានមែនជីនឹងខ្លាំងមែនតើគឺគាត់តុំតកាតកូនហើយថ្មីគាត់ត្រូវជួបរឿងអញ្ចឹងណាហើយអ្នកដែលនៅជាងគេហ្នឹងគឺកូនរបស់គាត់នៅពេលដែលប្រហែលម៉ាក់គាត់ស្លាប់ហ្នឹងគឺគាត់ប្រហែលមានអាយុតាធំ 4-5 ខែអ្នកនរគ្នានិយាយទៅអត់ទាន់បានទទួលភាពកក់ក្ដៅគ្រប់គ្រាន់ពីម៉ាក់ឯងគឺម៉ាក់គាត់ត្រូវបានជួបរឿងអញ្ចឹងយកមកហើយរឿងក្តីយើងថ្ងៃហ្នឹងគឺចាប់ទៅថងប៉ុណ្ណឹងហើយបើបងប្អូនអូនណាដែលគាត់ចង់ឲ្យខ្ញុំនិយាយរឿងក្តីអីទៀតគាត់អាចខមមិននៅក្រោមនឹងបាន